សួស្តីទាំងអស់គ្នានេះគឺម៉ោង5កន្លះហើយនេះខ្ញុំក៏បានចុះទៅហាត់ប្រាណនៅឯសួនខាងក្រោមនេះគឺជាការរត់របស់នាងខ្ញុំហើយបន្តមកទៀតក៏ដើរដោយសារតែរត់ច្រើនជុំពេកហើយដោយសាររយៈពេលប្រហែលនាទីចុងក្រោយនេះខ្ញុំក៏បានធ្វើលំហាត់ប្រាណដោយកិច្ចកលើកដៃចុះឡើងជាមួយនឹងក្បាច់ជាច្រើនដែលនាងខ្ញុំបានរៀនពីសាលាផ្សេងល្បីៗលើពិភពលោកយ៉ាងនេះគឺជាក្បាច់ដ៏ដើម្បីទទួលបាននៅជើងតូចស្អាតល្អបន្តមកទៀតម៉ោង6:30នេះខ្ញុំក៏ត្រឡប់មកវិញហើយដោយការធ្វើបទកាត់អាវចានេះគឺជាកាអាវរបស់ខ្ញុំច្រើនមែនទែននេះចានេះខ្ញុំបានបទកាត់អាវក្រៅពីការបទកាត់អាវហើយនេះខ្ញុំក៏បានយកអាវទាំងអស់នោះរៀបចំនៅក្នុងទូរបស់នាងខ្ញុំបន្តមកទៀតម៉ោង7:10នាទីនេះខ្ញុំក៏បានចូលមកទឹកនេះគឺជាសម្លៀកបំពាក់របស់នាងខ្ញុំតមកនាងខ្ញុំក៏បានស៊ុបយកខ្លួនហើយក៏បានពិតស្រោមជើងមកល្បីនៅលើពិភពលោកដូចគ្នាតែក្រុមសមាជិក BTS គាត់ប្រើប្រាស់គឺលុបជើងទងគុកចាខ្ញុំបានរៀប screen កាលពីកម្ដៅថ្ងៃព្រោះដោយសារការស្ថិតនៅវៀតណាមរដូវនេះគឺក្តៅខ្លាំងមែនទែនតែធ្វើឲ្យស្បែកមុខរបស់យើងអាចនឹងខ្មៅចានេះគឺជាទឹកព្រាមដើម្បីកុំឲ្យមើលទៅស្រីចានេះសក់របស់ខ្ញុំអត់បានព្រមទេដោយសារតែខ្លាចខ្ញុំអ្នកបន្ទប់ពួកគាត់កំពុងទៅដេកចាដោយសារតែការកូវីដទើបខ្ញុំវាក់ម៉ាស់ជេរីប្រចាំពេលចេញទៅក្រៅចានេះគឺជាកំណត់ស្បែកជើងរបស់នាងខ្ញុំតើមកនេះខ្ញុំបានដាក់លើស្បែកជើងផ្សេងហើយនេះខ្ញុំក៏បានដើរទៅបណ្ណាល័យនៅម៉ោង7:40នាទីនេះគឺជាសួនដែលនាងខ្ញុំបានរត់កាលពីព្រឹកមិញស្អាតទេអ្នកទាំងអស់គ្នាចានេះគឺជាបណ្ណាល័យដែលនាងខ្ញុំតែងតែឡើងទៅសិក្សាជាប្រចាំដែលមានកម្ពស់រហូតដល់25ជាន់ចានេះគឺជាចន្ទាយន្តដែលនាងខ្ញុំជិះឡើងលើបណ្ណាល័យនេះគឺនៅជាន់ទី3នៃអគារមួយនេះជាតាមបន្តមកទៀតនេះខ្ញុំក៏បានឆុងកាហ្វេដោយជាមួយនឹងនំប៉ាវរយៈពេលប្រហែលក្រោយមកនេះខ្ញុំក៏បានស្រាវជ្រាវនិងសិក្សាអំពីសៀវភៅផ្សេងរហូតដល់ម៉ោង10:45នេះខ្ញុំក៏បានចុះមកយកអាហារនៅកាំងទីនរបស់នាងខ្ញុំចានេះគឺជាអាហាររហូតមកដល់ម៉ោង5:20នាទីនេះខ្ញុំក៏បានចុះមកវយសេជាមួយនឹងមិត្តភ័ក្តិជាច្រើនចានេះគឺជាកន្លែងតារាងវយសេរបស់នាងខ្ញុំដែលមានពួកជនជាតិឡាវនិងលោកគ្រូអ្នកគ្រូជាច្រើនដែលបានមកលេងទីនេះចានេះខ្ញុំមិនសូវយកវយសេ